រឿង The Magic នៅលើវាស្មៅពណ៌បៃតងខ្ចីអមជាមួយនឹងផ្កាចម្រុះពណ៌គ្រប់ប្រភេទនិងកូនភ្នំតូចតូចឃ្មុំមួយក្បាលកំពុងតែហោះហើរលេងនៅលើលំហមេឃយ៉ាងស្រស់ស្អាតនិងលំហនៃពពកដ៏ក្រាក់ក្មឹកដើមឈើធំធំដុះពេញព្រៃវាលស្មៅព្រមទាំងកូនភ្នំតូចតូចឃ្មុំកំពុងតែហោះហើរលេងយ៉ាងសប្បាយរីករាយដោយចិត្តត្រេកអរព្រោះថ្ងៃនេះគេបានទៅជួបនឹងសម្លាញ់របស់គេនៅតាមផ្លូវគេបានឃើញផ្ការីស្គស្គីឃ្មុំរីករាយណាស់ហោះបណ្ដើរនិងឆាបយកលំអងផ្កាបណ្ដើរដូចជាភូមិរាដែលកំពុងតែក្រេបលំអងផ្កាទៅតាមចិត្តដែលវាចង់ក្រេបជាវេលាដែលឃ្មុំនឹករលឹកទៅដល់មិត្តសម្លាញ់របស់គេឃ្មុំបានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅហើយទៅលេងនៅបឹងមួយដែលជាបឹងរបស់មិត្តសម្លាញ់របស់គេជាត្រីនៅក្នុងនោះឃ្មុំបានទៅលេងដល់ផ្ទះរបស់ត្រីនេះគឺជា magic មួយគឺឃ្មុំអាចនៅក្រោមទឹកបានជាមួយនឹងត្រីហើយនិយាយគ្នាបបួលគ្នាធ្វើដំណើរទៅលេងសម្លាញ់របស់គេម្នាក់ទៀតដែលនៅមិនឆ្ងាយពីទីនេះត្រីរីករាយណាស់នៅពេលដែលបានជួបឃ្មុំពួកគេនិយាយគ្នាយ៉ាងសប្បាយរីករាយហើយឃ្មុំក៏បាននិយាយទៅត្រីដែលបបួលត្រីទៅលេងមិត្តរបស់គេនៅមិនឆ្ងាយពីទីនេះពួកគេបានធ្វើដំណើរបណ្ដើរនិយាយគ្នាលេងបណ្ដើរធ្វើដំណើរយូរបន្តិចទៅនៅតាមដងព្រៃក៏ទៅដល់ជួបនឹងសម្លាញ់របស់គេម្ដងគឺកញ្ជ្រោងរីករាយណាស់កញ្ជ្រោងកំពុងតែឈរនៅក្នុងព្រៃក្រោមដើមឈើធំធំដោយមិនដឹងថាមិត្តរបស់គេមកលេងគេនោះទេមិត្តទាំង3បានជួបគ្នាហើយនិយាយគ្នាលេងយ៉ាងសប្បាយរីករាយហើយកញ្ជ្រោងបានបបួលមិត្តទាំងពីរឲ្យនៅទទួលទានអាហារជាមួយនឹងគេនៅថ្ងៃនេះពួកគេទាំងពីររីករាយណាស់ហើយក៏បានទទួលព្រមហើយក៏រៀបចំអាហារសម្រាប់ពួកគេនៅលើវាលស្មៅដ៏ស្រស់ស្អាតដោយមានកញ្ជ្រោងជាអ្នកដែលចាត់ចែងនៅលើអ្វីដែលមិត្តរបស់គេទាំងពីរចង់បរិភោគសម្រាប់ថ្ងៃនេះកញ្ជ្រោងចូលចិត្តផ្លែប៉ោមហើយកញ្ជ្រោងក៏មានផ្លែប៉ោមនិងផ្លែឈើជាច្រើនមុខសម្រាប់មិត្តភ័ក្តិរបស់គេនិងនំប៉័ងជាច្រើនព្រមទាំងទឹកក្រូចសម្រាប់ទទួលមិត្តរបស់គេដែរនៅក្រោមអាកាសធាតុដ៏ត្រជាក់ស្រួលមិត្តសម្លាញ់ទាំង3និយាយគ្នាបណ្ដើរបរិភោគអាហារដែលពួកគេមានលើតុយ៉ាងសប្បាយរីករាយហើយក៏និយាយរឿងរ៉ាវដែលពួកគេបានជួបប្រទះព្រមទាំងនិយាយរឿងកំប្លែងនិងចែករំលែកនៅអាហារដែលពួកគេមានយ៉ាងឆ្ងាញ់ពិសាថ្ងៃនោះជាថ្ងៃដែលសប្បាយរីករាយមែនទែនសម្រាប់មិត្តទាំង3ដែលខានជួបគ្នាជាយូរពួកគេក៏មានអាហារបរិភោគជាមួយនឹងគ្នាយ៉ាងរីករាយនៅថ្ងៃនោះជាមួយនឹងការសន្ទនាយ៉ាងសប្បាយរីករាយ